សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសាជាថ្មីថ្ងៃនេះជួបជាមួយខ្ញុំបាទតារា Finance ម្ដងទៀតថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយដែលនិយាយអំពីរបៀបនៃការ set up Windows ឬក៏ដំឡើង Windows ដែលជាក្រុមហ៊ុន Microsoft ជាអ្នកបង្កើតនៅ Windows នេះឡើងអញ្ចឹងវីដេអូនេះត្រូវបានខ្ញុំថតម្ដងរួចទៅហើយប៉ុន្តែវាមិនសូវច្បាស់ដូច្នេះមានបងប្អូនមួយចំនួនទៀតគាត់តែងតែ comment មកសួរនិង comment ចង់ឲ្យ IT អស្រ័យធ្វើការថតជាថ្មីម្ដងទៀតហើយថ្ងៃដែរជាថ្ងៃដែលមានឱកាសល្អក្នុងការថតអញ្ចឹងរបៀបនៃការធ្វើ flash boot និងរបៀបនៃការធ្វើ disk boot IT អស្រ័យធ្លាប់បានបង្ហាញរួចមកហើយអញ្ចឹងបងប្អូនចង់ធ្វើជា flash boot ជា disk boot បងប្អូនអាចទៅរកមើលវីដេអូមុនបានអញ្ចឹងយើងកុំឲ្យចំណាយពេលយូរអីយើងត្រូវការ flash មួយដែលដាក់ប្រព័ន្ធប្រតិបត្តិការ Windows ចូលទៅឥឡូវខ្ញុំចង់ឈូស Windows ដែលជាពាក្យកាត់របស់ខ្មែរយើងតែងតែប្រើគឺឈូសឬក៏ដំឡើង Windows ហ្នឹងដោយការឈូសដាក់ Windows 10 ណាគឺជា Windows 10 ដែលគេទៅចេញឲ្យយើងជាលក្ខណៈ preview អញ្ចឹងយើងចាប់តាមបងប្អូនគ្នាអូខេមុននឹងយើងចាប់ផ្ដើមសូមបងប្អូនទាំងអស់គ្នាយកផ្លាស់ដោតទៅរុន USB នៃកុំព្យូទ័រទៅហើយសម្រាប់អ្នកប្រើ Dell គឺងាយស្រួលបំផុតគឺយើងត្រូវចុច S12 នៅពេលដែលយើងចុចបើកម៉ាស៊ីនណាបងប្អូននៅពេលដែលបងប្អូនចុចបើកម៉ាស៊ីននេះសូមបងប្អូនចុចប៊ូតុង S12 ហ្នឹងមកចុចវាអញ្ចឹងណាដើម្បីឲ្យវាចូលទៅកាន់គេហៅថា Boot Manager ប៉ុន្តែសម្រាប់បងប្អូនដែលប្រើប្រាស់កុំព្យូទ័រប្រភេទផ្សេងបងប្អូនអាចចុច S2 ក្នុងការចូលទៅកាន់គេហៅថាដោះដើម្បីធ្វើការចូលទៅកាន់បាយសដើម្បីធ្វើការ set ឬក៏អង់គ្លេសថា configure ដើម្បីយើងចូលទៅកាន់ការ boot ណាអញ្ចឹងឥឡូវយើង boot តាម flash ងាយស្រួលបំផុតគឺបងប្អូនដែលប្រើ Dell គឺចុច S12 ចុចចឹងមកដើម្បីវា load ចូលទៅកាន់នោះអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអូខេនៅពេលដែលបងប្អូនចុច restart ម៉ាស៊ីននេះយើងចុច S12 ហ្នឹងមកមើលអូខេចុចចឹងមកយើងបន្លែងទៅអញ្ចឹងកុំព្យូទ័រវានឹងចូលទៅកាន់ Boot Manager អូខេយើងមើលទាំងអស់គ្នានេះដូចបងប្អូនបានឃើញវាមាន2គឺទី1ចូលទៅកាន់ hard disk របស់វាធម្មតានិងទី2គឺ USB driver ត្រង់នេះអូខេ USB device អញ្ចឹងនៅលើ keyboard បងប្អូនអាចជ្រើសរើសចុច arrow key ដើម្បីជ្រើសរើសវាមកហើយយើងចុច enter នេះអូខេចុចរើសវាដើម្បីរើសវាចុចអាហ្នឹងមកនេះរើសចង់ USB ទៅមកចុច enter អញ្ចឹងកុំព្យូទ័រនឹងដំណើរការអូខេដោយតែ IT អស្រ័យត្រូវបានបង្ហាញពីមុនមកនេះគឺជាផ្ទាំង Windows សម្រាប់ធ្វើការឈូសវាអូខេទី3គឺយើងត្រូវដូរវាទៅជា keyboard ជាលក្ខណៈ international នេះបងប្អូនចុចមកហើយជ្រើសរើសខាងលើទី2មកនេះ United States International ហេតុផលយើងត្រូវការបដូរវាព្រោះថានៅពេលដែលយើងមិនបដូរទេវាតែងតែធ្វើឲ្យបញ្ហា keyboard វាអាចបដូរពីលេខនេះទៅលេខនោះឬក៏ពីសញ្ញានេះទៅសញ្ញានោះអញ្ចឹងបើសិនជាបងប្អូនយក United International វាអត់មានបញ្ហាទេអញ្ចឹងបងប្អូនចុចពាក្យ next មកអូខេចុច next មកសូមចុចពី install now ណាអូខេបន្តមកទៀតយើងបានចូលមកកាន់ផ្ទាំង Windows Setup និង License គឺការ agree ជាមួយ License មកគេគ្រីសត្រង់ប្រអប់នេះមកតមកនេះចុច next ត្រង់កន្លែងនេះតមកបងប្អូនចុចវា custom ខាងក្រោមវាមានពី upgrade និង custom ចុច custom មកតមកនេះគឺជាកន្លែងដែលយើងត្រូវការ install Windows នៅ partition ណាមួយគឺមានន័យថានៅ drive ណាមួយ drive C ឬ drive D ដែលបងប្អូនធ្លាប់ឮនោះអញ្ចឹងជាធម្មតាគឺតែងតែ install Windows នៅក្នុង drive C ហើយបងប្អូនត្រូវចំណាំឲ្យច្បាស់តើ drive មួយណាគឺជា drive C drive មួយណាគឺជា drive D អញ្ចឹងជាធម្មតា drive D តែធំជាង drive C ហើយអញ្ចឹងសម្រាប់ខ្ញុំបាទគឺនៅត្រង់នេះ190G ជាងហ្នឹងគឺជា drive C អញ្ចឹងដើម្បីធ្វើវាយើងចុច format សិនណាបងប្អូនចុច format ឬក៏ delete ប៉ុន្តែជាធម្មតានៅពេលដែលយើង delete វាអាចមានបញ្ហាច្រើនថ្ងៃមុនខ្ញុំជួបផ្ទះនៅកុំព្យូទ័រហ្នឹង 3-4 ណានៅពេលដែលយើង delete ដូច្នេះហើយវាបានបាត់បង់នៅ location theme នេះដូចខាងលើយើងដាក់ថា unlocation theme space នៅពេលដែលបាត់ចឹងហើយយើងចុច new មកវិញគឺវាអត់មកមានន័យថាវាខូចសាច់របស់ hard disk ដល់ពេលអញ្ចឹងវាត្រូវការដោះ hard disk ចេញមកក្រៅដើម្បីធ្វើការ format ជាមួយនឹងកុំព្យូទ័រផ្សេងអញ្ចឹ
ចឹងនាំឲ្យបងពិបាកអញ្ចឹងយើងគាត់ទៅចុច format មកជាការស្រាញអ្នក format វាមកចុច format ចុច OK មកដើម្បីធ្វើការដាក់នៅ Windows ថ្មីចូលទៅកាន់ drive C ហ្នឹងព្រោះថាបើសិនជាបងប្អូនមិនបាន format ឬក៏លុបវាទេនោះ Windows ចាស់នៅ Windows ថ្មីដំឡើងចូលទៅវាធ្វើឲ្យពិបាកក្នុងការប្រើប្រាស់វាទី1វាពេញ space ពេញ drive C ទី2វាអត់ត្រូវនឹងទម្រង់បែបបត់ដែលក្រុមហ៊ុន Microsoft គេឲ្យយើងធ្វើបន្ទាប់ពីយើង format រួចរាល់យើងចុចពាក្យ next អញ្ចឹងការ install Windows នឹងចាប់ផ្ដើមតែម្ដងហើយយើងរងចាំវាប្រហែលជា10ទៅ15នាទីជាការស្រេចជួបគ្នានៅពេលដែលវាជិតចប់អូខេបន្ទាប់ពីយើងបាន restart វាមកនៅពេលដែលវាសិតចប់វានឹង restart ទៅបន្តិចបន្តមកបងប្អូននឹងចូលមកដល់ត្រង់ចំណុចនេះអញ្ចឹងឥឡូវខ្ញុំបានដាក់អ៊ីនធឺណិតទៅហើយអញ្ចឹងឥឡូវខ្ញុំសូមដាក់អ៊ីនធឺណិតព្រោះថាបើសិនយើងដាក់អ៊ីនធឺណិតពេលធ្វើឲ្យយើងយូរក្នុងការ activate វាខ្ញុំសូមដាក់អ៊ីនធឺណិតចេញដល់ផ្លែឥឡូវយើងបានដោះវាទៅហើយអញ្ចឹងនេះត្រង់កន្លែងនេះវាឲ្យចឹងskip this step មានថា skip វាទៅបន្ទាប់មកនេះចុច use express setting បន្ទាប់មកវានឹង check connection បន្ទាប់ពីយើង check connection ហើយវានឹងអត់មានអ៊ីនធឺណិតវានឹងឲ្យយើងទៅមុខព្រោះថាបើសិនជាយើងដាក់ឲ្យវាភ្ជាប់អ៊ីនធឺណិតវានឹងទាមទារឲ្យយើងវាយនៅ account របស់ Microsoft ចឹងធ្វើឲ្យយើងពិបាកបើសិនជាបងប្អូនអត់មានអូខេបន្ទាប់ពីវាបានធ្វើការ check connection ហើយនៅពេលដែលអត់មានអ៊ីនធឺណិតវានឹងដាក់ថា something went wrong បន្ទាប់មកយើងចុច skip ត្រង់នេះបានណាចុច skip ទៅនេះបន្ទាប់មកយើងអាចវាយឈ្មោះរបស់យើងយើងដាក់ឈ្មោះអ្វីដែលយើងចង់ដាក់ទៅហើយសម្រាប់យើងដាក់ថា Dara Finance 2ព្រោះថាកុំព្យូទ័រមួយទៀតខ្ញុំបានដាក់ឈ្មោះ Dara Finance ចឹងកុំឲ្យចងគ្នាបន្តមកទៀតចុច next មកហើយបងប្អូនចង់ដាក់ password ដាក់ត្រង់នេះណាលេខយកដាក់ password តែម្ដងទៅមកពិបាកដាក់ password តែម្ដងឲ្យការពារក្នុងការប្រើប្រាស់ដែលមិនសមរម្យចឹងបន្ទាប់ពីយើងវាយ password ដូចគ្នាត្រង់នេះ2ដងមកហើយចុចអក្សរនេះបានអូខេឥឡូវ Windows 10 កំពុងតែដំណើរការចូលទៅកាន់ទាំងរបស់វាអញ្ចឹងយើងរងចាំការ set up របស់វាតែម្ដងសាប្រញ៉ាំប្រាំឲ្យយល់ដឹងបើនៅល្ងិតល្ងងលងហើយពេលនឹងពេលអង្គទីបឹងតើប្តឹងអ្នកណាប្តឹងរដ្ឋអំណាចមិនអាចជួយទេជុំពាក់គុំគេស៊ីញេគំត្រាល្បិចមួយចំនួនជួនអត់បញ្ញាបញ្ញត្តិយ៉ាងណាជឿថាជួយខ្មែរអោពួកសម្ព័ន្ធជំនួនយើងអើយបើយើងប្រងើយអស់ហើយជាតិខ្មែរនៅសល់រូបនងរួចជាខ្ញុំគេបរងកាទេម្ចាស់គេអូខេបន្ទាប់ពីវាធ្វើការ install នៅកម្មវិធីដែលចេញពី App Store មកឥឡូវយើងរួចរាល់ទៅហើយអញ្ចឹងការ set up និងការដំឡើង Windows 10 ត្រូវបានបញ្ចប់នៅវីដេអូក្រោយខ្ញុំនឹងបង្ហាញដល់អ្នកអំពីរបៀបនៃការ set up កម្មវិធីដែលទាក់ទងជាមួយនឹង Windows 10 អរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតពីខ្ញុំបាទ Dara Financeកូនខ្មែរនៅប្រងើយដល់ណាពេលលាដល់ហើយអរកូនខ្មែរនៅប្រងើយដល់ណា
ខែមរា